បាទជំរាបសួរអ្នកគ្នាវិលមកកាន់ជាមួយនឹងវីដេអូថ្មីខ្ញុំអាមណាននៅក្នុងវីដេអូនេះគឺខ្ញុំនឹងចែកម្លែកទាក់ទងទៅនឹងការធ្វើ thumbnail នៅតាមទូរស័ព្ទដៃឬក៏ tablet ឬក៏ computer អញ្ចឹងទៅហើយងាយស្រួលលឿនអ្នកគ្នាសូម្បីតែអ្នកអត់ចេះមើលវីដេអូនេះហើយក៏អាចធ្វើបានស្អាតដូចគេដែរជាទូទៅបច្ចុប្បន្នគឺមានគ្នាយើងប្រើច្រើនមែនតើអញ្ចឹងអ្នកគ្នាអាចរៀនទាក់ទងនឹង tip មួយនេះពីការចែកម្លែករបស់ខ្ញុំបានអញ្ចឹងអ្នកគ្នាទៅមានកម្មវិធី ChatGPT អញ្ចឹង ChatGPT គឺវាអនុញ្ញាតឲ្យយើងប្រើបានគ្រប់ device ថាទូរស័ព្ទដៃ iPad tablet ឬក៏ computer តូចធំគឺប្រើបានទាំងអស់អ្នកគ្នាហើយងាយស្រួលអ្នកគ្នាគ្រាន់តែយើងមានអ៊ីនធឺណិតហើយនឹង email មួយគឺ yes the best សម្រាប់ app មួយហ្នឹងអញ្ចឹងខ្ញុំនឹងធ្វើឲ្យអ្នកគ្នាមើលទាក់ទងនឹងការរៀបចំ thumbnail ហើយយើងសរសេរ prompt បែបម៉េចចឹងអ្នកគ្នាតើតើនឹងការសរសេរ prompt គឺអត់ចាំបាច់អ្នកគ្នាត្រូវតែសរសេរភាសាអង់គ្លេសទេឥឡូវនេះគឺវា support ជាមួយនឹងភាសាខ្មែរហើយវាស្គាល់ជាភាសាខ្មែរផងដែរអញ្ចឹងដើម្បីយើងអាចធ្វើវាបានដំបូងអ្នកគ្នាត្រូវមាន app ChatGPT អញ្ចឹងដោយសារតែខ្ញុំមានស្រាប់ហើយគឺខ្ញុំអត់ចាំបាច់ download ទេបន្ទាប់មកអ្នកគ្នាបើកកម្មវិធី ChatGPT មកអូខេបន្ទាប់មកវាចេញតម្រងបែបហ្នឹងនៅក្នុង tablet របស់យើងឬក៏ iPad អីចឹងទៅបន្ទាប់មកអ្នកគ្នាអាចចូលទៅយករូបភាពសិនចូលទៅយករូបភាពអ្នកគ្នាចុចសញ្ញាលេខបូកហើយចុចយករូប photo អូខេដូចជារូបមួយនេះចុះនេះគឺជារូបដែលខ្ញុំទាញពីអ៊ីនធឺណិតដែលគេថតនៅស្អីគេអ្នកគ្នា Gonorrhea អញ្ចឹងនៅកន្លែងហ្នឹងខ្ញុំទៅតែ thumbnail សម្រាប់ YouTube របស់ខ្ញុំគឺចឹងយើងត្រូវបញ្ជាក់ថាជួយធ្វើយើងអាចទៅសេមិនក៏បានដែរអ្នកគ្នាគ្រាន់ថាដំបូងគឺអ្នកគ្នាទៅបញ្ជាក់ថាយើងយករូបភាពហ្នឹងឲ្យវាធ្វើអីអញ្ចឹងខ្ញុំដាក់ជួយធ្វើបន្ទាប់មកយើងទៅសេកន្លែងហ្នឹងជាភាសាអង់គ្លេសតិចទៅដើម្បីវាស្គាល់អូខេ thumbnail សម្រាប់ YouTube អញ្ចឹងយើងសេខ្មែរក៏បានចឹងបន្ទាប់មកកន្លែងហ្នឹងគឺបង្ហាញឲ្យវាដឹងថាយើងកំពុងតែចង់ធ្វើ thumbnail សម្រាប់ YouTube បន្ទាប់មកអ្នកគ្នាត្រូវដឹងថាអ្នកគ្នាចង់បានអីអញ្ចឹងជាឧទាហរណ៍ខ្លីៗខ្ញុំដាក់កន្លែងហ្នឹងគឺចំណងជើងអញ្ចឹងខ្ញុំសរសេរពាក្យចំណងជើងអញ្ចឹងទៅឬក៏អ្នកគ្នាសរសេរជាអង់គ្លេស title ទៅអញ្ចឹងអ្នកគ្នាសរសេរអីឥឡូវខ្ញុំដាក់ខ្លីទៅ short vlog ដាក់ short vlog ហើយខ្ញុំដក clear ខ្ញុំដាក់ Gonorrhea អូខេអញ្ចឹងខ្ញុំសរសេរប៉ុណ្ណឹងហើយបន្តមកអ្នកគ្នាចង់ឲ្យវាបែបម៉េចអ្នកគ្នាអាចសរសេរពីក្រោមហ្នឹងទៀតទៅអ្នកគ្នាអាចដក clear សរសេរពីក្រោមហ្នឹងទៅអានេះគ្រាន់តែជាឧទាហរណ៍ខ្លីទេអញ្ចឹងបើសិនអ្នកគ្នាមានកំណត់ដែល creative ខ្លាំងជាងហ្នឹងអ្នកគ្នាអាចសរសេរទៅតាមដែលអ្នកគ្នាអាចនឹកឃើញអញ្ចឹងទៅអញ្ចឹងខ្ញុំសរសេរខ្លីៗប៉ុណ្ណឹងអញ្ចឹងខ្ញុំឲ្យវា generate បញ្ជាក់អ្នកគ្នាដោយសារតែយើងប្រើប្រាស់ free អញ្ចឹងតើតើនឹងតួអក្សរខ្លះវាធ្វើអត់បានល្អទេអញ្ចឹងអ្នកគ្នាកុំសរសេរភាសាខ្មែរយើងច្រើនពេកយើងសរសេរតែពីរពាក្យបានហើយយ៉ាឥឡូវយើងរងចាំវាប្រហែលជាកន្លះនាទីអត់ដល់1នាទីអ្នកគ្នារងចាំទៅបន្ទាប់ពីរងចាំហើយអ្នកគ្នានឹងទទួលបាន thumbnail មួយដែលល្អមែនតើជាពិសេសអ្នកដែលថតអត់ដែលធ្វើវីដេអូអត់ដែលធ្វើ thumbnail អ្នកគ្នាគួរតែរៀនក្បាច់មួយនេះអូខេអ្នកគ្នាឥឡូវខ្ញុំបានធ្វើហើយអ្នកគ្នាមើលទស្សនភាពយ៉ាស្អាតមែនតើអ្នកគ្នានេះហើយគឺជាអីដែលអ្នកគ្នាគួរតែដឹងជាពិសេសអ្នកដែលគាត់ធ្វើវីដេអូ YouTube មិនថា YouTube TikTok Facebook វាសុទ្ធតែជួយអ្នកគ្នាបានច្រើនមែនតើអញ្ចឹងបន្ទាប់ពីនឹងមកបើយើងថាអូខេកន្លែងហ្នឹងគឺយើងអត់ត្រូវការធ្វើអីទៀតទេប៉ុណ្ណឹងគឺអូខេហើយអញ្ចឹងយើងចូលទៅ save រូបរបស់យើងទុកជាងទៅឥឡូវវា done ហើយយើងចូលម្ដងទៀត refresh គឺបានអ្នកគ្នាអញ្ចឹង yes easy so អ្នកដែលគាត់ចាប់ផ្ដើមដំបូងអាចសាកល្បងដូចខ្ញុំបានអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងអូខេ
យើងគិតថាអ្នកនរគ្នានឹងចូលចិត្តទៅដល់ការចែកម្លែកបែបហ្នឹងហើយអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយ